ពុកចាស់ហើយនៅទៅធ្វើការនឿយហត់យ៉ាងណាស្វែងរកកម្រៃហាលភ្លៀងហាលថ្ងៃពុកមិនរុញរាដើម្បីចិញ្ចឹមយើងទាំងអស់គ្នាមិនធូរធារមានត្រឹមអាហារល្មមមួយរស់ស្ទើរគ្មានលួសយប់ពុកដាក់ខ្ញុំចូលគេងទាញភួយដណ្ដប់ឲ្យរួចថាបខ្ញុំជាក្រោយហើយយើងតែងបន់ព្រះសុំក្តីសុខច្រើនឆ្នាំកន្លងហួសទៅទុកព្រួយតែភ្នែកសោកសៅយើងបានហែឆ្លងយ៉ាងណារស់ជុំគ្នាចិត្តយើងរឹងមាំទោះលំបាកខ្លាំងតែពុកអាចស៊ូតតាំងហើយអ្នកម៉ែខំជួយជាកម្លាំងយើងស៊ូឥតលះតែក្បែរពុកម៉ែខ្ញុំក៏ក្តៅណាស់ពេលវេលារសាក់យ៉ាងរហ័សវ័យក៏កានរូបកាយបដូរផ្លាស់ពុកម៉ែក៏កាន់តែចាស់ខ្ញុំសងវេកម៉ែធ្លាក់ខ្លួនឈឺលឿនពេកពុកដឹងថាគ្មានសង្ឃឹមទ្រង់ងានតឹងម៉ែក៏ដឹងម៉ែទ្រាំទាំងញញឹមនៅពេលម៉ែស្លាប់លោកពុកក្រងគ្រាសែងឈឺចាប់លោកស្រ័យដងហើយព្រះអើយមិនដេចឡើយក៏រូបងៀងយកខ្ញុំវិញទៅយកខ្ញុំវិញទៅរៀងរាល់យប់ពុកតែងអង្គុយងុយងកលក់លើកៅអីផ្ដៅពុកឈប់ឡើងទៅលើឡើយព្រោះទីនោះម៉ែឈប់នៅក្រោយមកថ្ងៃមួយពុកប្រាប់ថាគាត់ត្រេកអរឃើញខ្ញុំធំមាំមួនហើយថាខ្ញុំអាចចាក់ចេញសាងជីវិតផ្ទាល់ខ្លួនទូអើត្រូវនៅឆ្ងាយកូនគំបារប់ពុកថាទោះធ្វើអ្វីនៅទីណាកូនត្រូវធ្វើជាមនុស្សល្អត្រឹមត្រូវហើយទឹកភ្នែកគាត់ក៏ស្រក់ចេញក្រៅរួចយើងលាគ្នាទាំងសោកសៅតាំងពីនោះមកពេលថាកូនខ្ញុំតែងនឹកដល់ពីពុកថាកូនត្រូវបន្តវេនម៉ែពុកធំឡើងធ្វើការក៏សាងភូមិស្រុកខ្ញុំចាំជានិច្ចរលពីពុករាល់បនដាំខ្ញុំចាទុកមើលកូនខ្ញុំគិតថាពួកគេនឹងចាំពុកម៉ែផ្ដាយផ្ដាំធ្វើជាមនុស្សល្អរឹងមាំថែទាំគ្រួសារការពារស្រុកទេ